សម្រាប់ទីតាំងផ្ទះស្នាក់មួយកន្លែងនេះគឺខ្ញុំស្គាល់តាមរយៈការ search មើលដែរទេគ្នាយើងចាសម្រាប់គ្នាយើងណាដែលចង់រកជាមួយនឹងផ្ទះស្នាក់ដែលមានតម្លៃសមរម្យឯដែលសំខាន់ហ្នឹងគឺ view គឺបែរទៅឆ្នេរអូត្រេសហ្មងណាអ្នកទាំងអស់គ្នាចាគឺអាចមកស្នាក់នៅទីតាំងផ្ទះរបស់គាត់នេះបានខ្ញុំមាននៅ soft footage វីដេអូខ្លះៗនេះខ្ញុំនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាមើលចាដែលនេះគឺទីតាំងនេះអ្នកទាំងអស់គ្នាចានិយាយទៅគឺល្អមែនតើដែល view បរិយាកាសនៅពីមុខកន្លែងគាត់គឺបែបហ្នឹងណាអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ស្ថិតនៅក្នុងខេត្តបរសៃអនុផ្ទាល់ប្រកាសជាស្គាល់ហើយផ្ទះសំណាក់របស់គាត់មួយនេះហ៎អ្នកទាំងអស់គ្នាកន្លែងគាត់នេះអ្នកទាំងអស់គ្នាចាចង់រៀបចំតុរៀបចំកៅអីទៅដាក់នៅមាត់ឆ្នេរក៏បានឬក៏អ្នកទាំងអស់គ្នាចង់នៅក្នុងតែកន្លែងផ្ទះស្នាក់គាត់នឹងហ្មងក៏បានដែរព្រោះដោយសារតែគាត់មានជាមួយនឹងតុកៅអីនៅពីមុខបន្ទប់នឹងឲ្យយើងស្រាប់ហ្មងអ្នកទាំងអស់គ្នាចាចំពោះបន្ទប់វិញគឺគាត់មានជាមួយនឹងបន្ទប់ក្រេ1ក្រេ2ក្រេ3និយាយទៅគឺតម្រូវទៅតាមអតិថិជនរបស់យើងហ្មងមិនថាគាត់មកគ្នាតិចគ្នាច្រើនអីគឺអាចស្នាក់នៅទីនេះបានអ្នកទាំងអស់គ្នាចានិយាយទៅបើនិយាយពីតម្លៃវិញគឺសមរម្យណាស់អ្នកទាំងអស់គ្នាចាអាចឆាតសួរនាំនៅក្នុង page របស់គាត់បន្ថែមបាននិយាយទៅគឺខ្ញុំបង្ហាញទ្រុសអ្នកទាំងអស់គ្នាប៉ុណ្ណឹងហើយបើចំពោះម្ហូបអាហារអីហ្នឹងក៏អ្នកទាំងអស់គ្នាអាចកម្មពីខាងគាត់បានដែរឬមួយក៏អ្នកទាំងអស់គ្នាចង់យកពីខាងក្រៅចូលមកក៏បានដែរហើយនេះចំពោះចក្រានអាំងសាច់ដែលអ្នកទាំងអស់គ្នាឃើញនេះអាហ្នឹងគឺខ្ញុំខ្ចីរបស់គាត់ទេអ្នកទាំងអស់គ្នាគឺគាត់ free អត់មានកាត់លុយទេអញ្ចឹងសម្រាប់វីដេអូខ្ញុំគឺមានទ្រុសតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាចាអញ្ចឹងបើសិនណាជាខ្ញុំស្គាល់កន្លែងណាថ្មីទៀតខ្ញុំនឹងសូមប្រាប់អ្នកទាំងអស់គ្នាចាបាយបាយអ្នកទាំងអស់គ្នា